នេះជាវីដេអូភាគទី3បងប្អូនវីដេអូតពីយើងដល់ព្រៃថ្ងៃមុនក៏ដល់ពេលនេះក៏យើងមកតាមផ្លូវយើងបានថតទីរសារភ្លៀងពេកដល់ពេលនេះមកយប់ឡើងគឺយើងដើររឆ្លោះបាញ់សัตว์កំប្រងប្រុសតែនៅខាងខ្ញុំគេហៅសัตว์កំប្រងប្រុសតែបើខាងគេផ្សេងដឹងហៅសัตว์អីទេមួយទៀតគេហៅកណ្ដោស្លាបបងប្អូនឥឡូវគឺយើងដើរឆ្លោះនេះបានសัตว์កំប្រងប្រុសនេះបាន5ក្បាលបងប្អូនព្រោះហើយក៏យើងមកធ្វើម្ហូបឥឡូវនេះយើងរៀបចំធ្វើម្ហូបហើយអានោះគេហៅថាធ្វើម្ហូបភីភាកំប្រងប្រុសតែបើអ្នកដែលហូបប្រហែលជាអត់ដឹងថាឆ្ងាញ់ទេបើដូចនៅខាងខ្ញុំវិញឆ្ងាញ់ណាស់បងអាសត្វហ្នឹងគឺគេចូលចិត្តហើយគឺអាសត្វនេះបើនៅខាងប្រទេសជាតិខាងយើងគឺគេទិញថ្លៃណាស់បងមួយ 20000 អាហ្នឹងតែនៅខាងខ្ញុំក៏សម្បូរដែរអត់តែប៉ិនរោពេលយប់អីដល់រោបាញ់នេះទៅទី1ម៉ោងទេបាន5យកមកធ្វើម្ហូបឥឡូវក៏យើងនេះចាប់ដើមធ្វើម្ហូបចិត្តចាន់ហើយគឺភីភាកំប្រងប្រុសឥឡូវយើងកំពុងតែផ្សំគ្រឿងហើយតិចទៀតដាក់ទីទឹកមកពុះទឹកគឺយើងអាចហូបបានបងប្អូនដល់មួយយើងមានស្រាថ្នាំដាក់មកតាមទៀតគេថាពីជាតិបងប្អូនហើយគាត់តែដើរតែមកផ្លេតបាន5វាពេលមកស៊ីផ្លេស្វាយតាមស្រែបងប្អូនថាយើងដាំដើមស្វាយនៅតាមស្រែទៅយើងដើរឆ្លោះតាមដើមស្វាយទេអាស្វាយខ្មែរយើងដាំតាមខ្ទមស្រែវាមកស៊ីតាមខ្ទមហ្នឹងមិនទៅបាញ់ណាឆ្ងាយបាញ់នឹងតាមខ្ទមស្រែដោយសារតែដើមស្វាយគេដាំតាមខ្ទមស្រែហ្នឹងនេះមកវាផ្លែមកអាសัตว์ប្រុសមកស៊ីមកយើងបាញ់ស្រួលហើយឥឡូវយើងចាក់ហ្នឹងបងជិះចាប់ដើមហូបហើយ